រុស្ស៊ីរាយការណ៍ថាកំពុងពិនិត្យមើលទៅលើសំណើប័ណ្ណឈប់បាញ់រយៈពេល30ថ្ងៃដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែនវិមានកម្លាំងបច្ចុប្បន្នកំពុងពិនិត្យមើលទៅលើសំណើដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកសម្រាប់ប័ណ្ណឈប់បាញ់រយៈពេល30ថ្ងៃនៅអ៊ុយក្រែនដែលទីក្រុងគៀវបានជួបព្រមរួចទៅហើយនេះបើយោងទៅតាមទស្សនាបតី Forbes នៅថ្ងៃទី12ខែមីនាសំណើដែលបានប្រកាសនៅថ្ងៃទី11ខែមីនាត្រូវបានពិភាក្សាក្នុងអំឡុងកិច្ចប្រជុំនៅក្នុងទីក្រុងចាដាប្រទេសអារ៉ាប៊ីសាអូឌីតជាមួយទៅនឹងមន្ត្រីសហរដ្ឋអាមេរិកដោយបង្ហាញថាការសម្រេចចិត្តពេលនេះស្ថិតនៅលើទីក្រុងមូស្គូបទឈប់បាញ់ដែលត្រូវបានស្នើឡើងអាចនឹងត្រូវបានបន្តប្រសិនបើទាំងអ៊ុយក្រែននិងរុស្ស៊ីអាចយល់ព្រមទៅលើលក្ខខណ្ឌបន្ថែមដោយដែលបានគូបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយដោយមន្ត្រីសហរដ្ឋអាមេរិកនិងអ៊ុយក្រែនបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងចាដានៃប្រទេសអារ៉ាប៊ីសាអូឌីតសហរដ្ឋអាមេរិកក៏បានបដិញ្ញាដកការផ្អាករបស់ខ្លួនទៅលើការចែករំលែកព័ត៌មានសម្ងាត់និងជំនួយសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់សេតាវិមានកាលពីសប្តាហ៍មុនដើម្បីផ្អាកការគាំទ្រផ្នែកចារកម្មទាក់ទងទៅនឹងការវាយប្រហាររបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បាននិយាយនៅថ្ងៃទី11ខែមីនាថាសហរដ្ឋអាមេរិកបានបង្ហាញសំណើប័ណ្ណឈប់បាញ់ដល់រុស្ស៊ីហើយកំពុងរងចាំការឆ្លើយតបលោកបាននិយាយថាយើងនឹងទទួលយកការផ្តល់ជូននេះឥឡូវនេះទៅកាន់ជនជាតិរុស្ស៊ីហើយយើងសង្ឃឹមថាពួកគេនឹងនិយាយថា yes ឥឡូវនេះបាល់គឺនៅក្នុងតុលាការរបស់ពួកគេលើពីនេះទៅទៀតទីក្រុង Washington និងទីក្រុងគៀវបានចូលព្រមគ្នាក្នុងការពង្រឹងការចរចាទៅលើកិច្ចព្រមព្រៀងរ៉េដែលត្រូវបានពន្យាពេលកាលពីខែមុនបន្ទាប់ពីចំនួនដ៏ខ្លាំងរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅក្នុងការិយាល័យរៀងពងក្រពើចំនួននេះត្រូវបាននាំឲ្យរដ្ឋបាលលោក Donald Trump បកជំនួយយោធាដល់អ៊ុយក្រែនរុស្ស៊ីមិនទាន់ទទួលយកសំណើនេះជាផ្លូវការឡើយទេអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី12ខែមីនាថាទីក្រុងមូស្គូកំពុងពិនិត្យមើលទៅលើព័ត៌មានលម្អិតនៃសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនលោក Peskov បាននិយាយថាយើងកំពុងពិនិត្យមើលទៅលើសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងបន្ទាប់ពីការចរចាដោយប្រុងប្រយ័ត្នហើយយើងកំពុងដឹងអត្ថបទនៃសេចក្តីថ្លែងការណ៍រួមដែលត្រូវបានអនុម័តនៅក្នុងទីក្រុងចាដាលោកបានបន្ថែមថាមន្ត្រីរុស្ស៊ីកំពុងនឹងទទួលយកបានព័ត៌មានលម្អិតបន្ថែមទៀតតាមរយៈបណ្ដាញការទូតមុននឹងធ្វើការសម្រេចចិត្តនៅពេលដែលសួរថាតើមេដឹកនាំរុស្ស៊ីលោក Vladimir Putin នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយទៅនឹងលោក Donald Trump ទាក់ទងទៅនឹងបទឈប់បាញ់ដែរឬទេលោក Peskov បាននិយាយថាការសន្ទនាបែបនេះអាចត្រូវបានរៀបចំយ៉ាងឆាប់រហ័សប្រសិនបើចាំបាច់យើងនឹងមិនច្រានចោលដែលថាប្រធានបទនៃការហៅទូរស័ព្ទនៅក្នុងកម្រិតខ្ពស់បំផុតអាចនឹងកើនឡើងប្រសិនបើមានតម្រូវការបែបនេះវានឹងត្រូវបានរៀបចំយ៉ាងឆាប់រហ័សព័ត៌មានលម្អិតជាក់លាក់នៃកិច្ចព្រមព្រៀងបទឈប់បាញ់រួមទាំងសម្បទានណាមួយដែលទាមទារពីអ៊ុយក្រែនឬរុស្ស៊ីនៅតែមិនបង្ហាញឲ្យដឹងមុននេះអគ្គស្នងការប្រធានាធិបតីអ៊ុយក្រែនលោកយ៉ាម៉ាក់បានបញ្ជាក់ថាកិច្ចចរចាបទឈប់បាញ់រវាងអ៊ុយក្រែនអាមេរិកនិងរុស្ស៊ីក្រុងនឹងចាប់ផ្ដើមនៅសប្តាហ៍ក្រោយចន្លោះថ្ងៃទី17ដល់ថ្ងៃទី23ខែមីនាបន្ទាប់ពីកិច្ចចរចានៅក្នុងទីក្រុងចាដាលោកយ៉ាម៉ាក់បាននិយាយថាក្រុមប្រចាំប្រទេសនឹងចាប់ផ្ដើមពិភាក្សាអំពីព័ត៌មានលម្អិតនៃបទឈប់បាញ់រយៈពេល30ថ្ងៃដែលបានស្នើឡើងពីទីក្រុងគៀវឯនោះវិញចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP មន្ត្រីយោធាកំពូលមកពីទូទាំងទ្វីបអឺរ៉ុបនិងលើសពីនេះបានចូលរួមកិច្ចពិភាក្សានៅក្នុងទីក្រុងប៉ារីសនៅថ្ងៃអង្គារស្ដីពីកងកម្លាំងរក្សាសន្តិសុខអន្តរជាតិសម្រាប់ប្រទេសអ៊ុយក្រែនដែលជាគំនិតមួយដែលបារាំងនិងអង់គ្លេសកំពុងជំរុញដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគតមកលើប្រទេសជិតខាងប្រសិនបើទីក្រុងមូស្គូនិងទីក្រុងគៀវយល់ព្រមទៅលើការបញ្ឈប់ការប្រយុទ្ធគ្នាអ្នកចូលរួមបាននិយាយថាពួកគេរំពឹងថាកិច្ចពិភាក្សាបិទទ្វារនឹងក្លាយទៅជារូបភាពដ៏ធំនិងទូលំទូលាយដោយផ្ដល់នូវរង្វាស់នៃប្រជាជាតិណាមួយអាចត្រៀមខ្លួនជាស្រេចដើម្បីចូលរួមសម្ព័ន្ធសម្រាប់ប្រទេសអ៊ុយក្រែននៅដំណាក់កាលនេះទេដោយប្រាជ្ញាពួកគេផ្ដល់ចំនួនទីហ៊ានសម្ភារៈឬជំនួយផ្សេងទៀតជាក់លាក់កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយប្រទេសបារាំងនិងអង់គ្លេសក្នុងការធានាដល់ប្រទេសអ៊ុយក្រែនឡើងវិញនឹងជួយការពារអ៊ុយក្រែនពីការឈ្លានពានរបស់រុស្ស៊ីជាថ្មីប្រសិនបើខ្លួនចូលព្រមបទឈប់បាញ់
ញកើតឡើងខណៈដែលទីក្រុងកេវស្ថិតនៅក្រោមសម្ពាធខ្លាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យចូលរួមក្នុងកិច្ចចរចាសន្តិភាពមន្ត្រីជាន់ខ្ពស់មកពីអ៊ុយក្រែននិងសហរដ្ឋអាមេរិកបានបើកកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងចាដាប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារដោយផ្ដោតទៅលើការបញ្ឈប់ការឈ្លានពានពេញលេញដែលរុស្ស៊ីបានចាប់ផ្ដើមនៅក្នុងឆ្នាំ2022ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងបានចូលរួមជាផ្នែកនៃកិច្ចប្រជុំនៅក្នុងទីក្រុងប៉ារីសរបស់មេទ័ពនៃប្រទេសចំនួន34និងអ្នកតំណាងយោធាផ្សេងទៀតរួមទាំងមួយចំនួនដែលគ្រងនឹងហៅទូរស័ព្ទពីចម្ងាយពីប្រទេសជប៉ុនកូរ៉េខាងត្បូងអូស្ត្រាលីនិងនូវែលសេឡង់ការិយាល័យរបស់លោកម៉ាក្រុងបាននិយាយថាវាដល់ពេលហើយដើម្បីផ្លាស់ប្ដូរគំនិតមួយនៅក្នុងផែនការដើម្បីកំណត់ការធានាសុវត្ថិភាពដែលអាចទុកចិត្តបានហើយបានទទូចថាប្លង់មេរបស់បារាំងនិងអង់គ្លេសគួរតែភ្ជាប់មកជាមួយទៅនឹងសម្ព័ន្ធមិត្តអង្គការ NATO និងសមត្ថភាពរបស់វាការិយាល័យរបស់លោកម៉ាក្រុងបាននិយាយថាមិនទាន់មានការផ្ដល់ព័ត៌មានលម្អិតនោះទេមេទ័ពនៃប្រទេសស្លូវ៉ានីនៅឯកិច្ចប្រជុំនោះបាននិយាយផងដែរថាអង្គការ NATO និងប្រទេសសហភាពអឺរ៉ុបមានឆន្ទៈជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះប៉ុន្តែលោកបាននិយាយថាលោកកំពុងសង្ឃឹមសម្រាប់រូបភាពកាន់តែច្បាស់អំពីរបៀបដែលកងកម្លាំងអន្តរជាតិក្រោយបទច្បាញ់សម្រាប់អ៊ុយក្រែនអាចដំណើរការតើបេសកកម្មរបស់ខ្លួនអាចជាប្រទេសខ្លះចង់បានជាផ្នែកមួយនិងថាតើវានឹងមានអាណត្តិពីអង្គការសហប្រជាជាតិឬស្ថាប័នមួយផ្សេងទៀតលោកនិយាយនៅក្នុងបទសម្ភាសន៍ជាមួយទៅនឹងសារព័ត៌មាន AP ថាសំណួរតើមានអ្វីបន្ទាប់ទៀតអ្នកណានឹងនៅទីនោះដូចជើងនឹងដឹងហើយថានៅអឺរ៉ុបប្រទេសជាច្រើនជាពិសេសប្រទេសតូចៗមិនមានទ័ពច្រើនទេមន្ត្រីប្រទេសលោកខាងលិចនិងអ៊ុយក្រែនបាននិយាយថាមិនទាន់មានផែនការច្បាស់លាស់សម្រាប់ជំរើសយោធានៅឡើយទេសារព័ត៌មាន AP បាននិយាយទៅកាន់មន្ត្រីប្រទេសលោកខាងលិចនិងអ៊ុយក្រែននៅក្នុងទីក្រុងកៀវមន្ត្រីបារាំងនៅក្នុងទីក្រុងប៉ារីសនិងមន្ត្រីអង់គ្លេសនៅក្នុងទីក្រុងឡុងមន្ត្រីបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីនិយាយដោយបើកចំហអំពីបញ្ហានេះមន្ត្រីយោធាបារាំងម្នាក់បាននិយាយថាសហរដ្ឋអាមេរិកដែលជាសមាជិកដ៏មានឥទ្ធិពលបំផុតខាងផ្នែកយោធារបស់អង្គការ NATO មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចពិភាក្សានៅក្នុងទីក្រុងប៉ារីសនោះទេដោយសារតែបណ្ដាប្រទេសនៅអឺរ៉ុបចង់បង្ហាញថាពួកគេអាចផ្ដល់ជំនួយផ្នែកធំនៃការងារការពារអ៊ុយក្រែននៅពេលដែលបាត់ឈប់បាញ់ចូលជាធរមានសម្រាប់មន្ត្រីអ៊ុយក្រែនសំណួរសំខាន់ៗគឺថាតើក្រុមចម្រុះបែបនេះនឹងមានប្រតិកម្មយ៉ាងណាប្រសិនបើរុស្ស៊ីបំពានបាត់ឈប់បាញ់នាពេលខាងមុខថាតើខ្លួននឹងឆ្លើយតបផ្នែកយោធាចំពោះការវាយលុកដ៏ធំរបស់រុស្ស៊ីនិងថាតើលឿនប៉ុណ្ណាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្វាគមន៍ចំពោះសំណើនេះប៉ុន្តែបានសម្ដែងការសង្ស័យដោយប្រាប់សារព័ត៌មាន AP ក្នុងបទសម្ភាសន៍មួយកាលពីខែកុម្ភៈថាត្រឹមតែកងទ័ពបរទេសនឹងមិនមែនជាការធានាគ្រប់គ្រាន់នៃសន្តិសុខសម្រាប់ប្រទេសរបស់លោកនោះទេហើយថាផែនការបែបនេះគួរតែត្រូវបានគាំទ្រដោយអាវុធពីសហរដ្ឋអាមេរិកនិងអឺរ៉ុបនិងការគាំទ្រសម្រាប់ទីក្រុងកៀវក្នុងការអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់ខ្លួនមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបាននិយាយថាអ្នកការទូតកំពុងពិភាក្សាមន្ត្រីយោធាកំពុងពិភាក្សាប៉ុន្តែយើងនៅតែមិនមានសំណើពិតប្រាកដកិច្ចពិភាក្សាមិនស្ថិតនៅក្នុងដំណាក់កាលដំបូងទេយើងធ្វើបានច្រើនក្នុងដំណាក់កាលដំបូងប៉ុន្តែយើងនៅតែមិនទាន់មានវិធីសាស្ត្ររឹងមាំពិតប្រាកដចំណែកឯអគ្គស្នងការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានបញ្ជាក់ពីវត្តភាពសំខាន់ៗរបស់រុស្ស៊ីនៅក្នុងតំបន់ខឹសផងដែរការរីកចម្រើននៃកងកម្លាំងរុស្ស៊ីត្រូវបានឆ្លុះបញ្ចាំងនៅក្នុងផែនទីផ្លូវការដែលបានចេញផ្សាយនៅថ្ងៃទី10ខែមីនានិងថ្ងៃទី11ខែមីនាគិតមកត្រឹមថ្ងៃទី11ខែមីនាទីហ៊ានរុស្ស៊ីជិតទៅដល់ទីក្រុងស៊ូសារបាយការណ៍នៃការវាយលុករបស់រុស្ស៊ីកាន់តែខ្លាំងនៅក្នុងតំបន់នេះត្រូវបានផ្សព្វផ្សាយតាំងពីដើមខែមីនាមកទំនងជាដែលកងកម្លាំងរុស្ស៊ីកំពុងព្យាយាមកាត់ផ្លូវផ្គត់ផ្គង់យោធាអ៊ុយក្រែនសំខាន់មួយចំនួនជាពិសេសផ្លូវទីក្រុងសូមីយូណាឃីវកានិងទីក្រុងស៊ូសាយោងតាមអគ្គស្នងការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនសកម្មភាពប្រយុទ្ធចំនួន33បានកាត់ឡើងនៅផ្នែកជុំមុខនៃតំបន់ខឹសក្នុងរយៈពេល1ថ្ងៃកន្លងមកកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួន22ដងនិងបានដាក់ពង្រាយគ្រាប់បែកចំនួន28គ្រាប់និងបានធ្វើការបាញ់ផ្លងកាំភ្លើងធំចំនួន280គ្រាប់នៅថ្ងៃទី11ខែមីនាកងកម្លាំងរុស្ស៊ីបានប៉ុនប៉ងរំលោភព្រំដែនអ៊ុយក្រែននៅជិតកន្លែងតាំងទីលំនៅគឺតំបន់ដូវ៉ាន់និងតំបន់ស៊ូរ៉ាខាក្នុងតំបន់សាមីប៉ុន្តែ
ក្រុមវាយប្រហាររបស់ពួកគេត្រូវបានអព្យាក្រឹតដោយកងកម្លាំងការពារអ៊ុយក្រែនបានប្រកាសជាផ្លូវការនៅប្រតិបត្តិការក្នុងតំបន់ Kursk នៅថ្ងៃទី12 ខែសីហាឆ្នាំ2024ដែលជាវិធានការបង្ការទុកជាមុនដើម្បីបង្អាក់ផែនការរបស់រុស្ស៊ីក្នុងការចាប់យកតំបន់ Kharkiv និងទីក្រុង Sumy